កំពុងចាមនឹងកងយុទ្ធពលខេមរៈភូមិន្ទការប្រកួតធ្វើឡើងនៅទីលាននៃវិទ្យាល័យព្រះសីហនុឯកស្ថាននៃក្រុមទាំងពីរគឺថាកំពុងចាមអាវពណ៌សមួយឈុតគណៈដែលកងយុទ្ធពលខេមរៈភូមិន្ទគឺពណ៌ក្រហមមួយឈុតតែម្ដង4គ្រាប់កើតឡើងនៅក្នុងការប្រកួតថ្ងៃនេះដែលក្រុមលីកកំពូលកម្ពុជាប៉ះជាមួយនឹងក្រុមម្ចាស់ជើងឯកភិនវត្តសម្ដេចកមហាសេនាបតីតេជោហ៊ុនសែនធនខេត្តការបញ្ជូនបាល់ដំបងរបស់ហាក់សូហ្វីគឺខូចបាល់ហើយកន្លែងនេះការទាញហើយក៏បញ្ជូនចាស់មកខូចបាល់ដូចគ្នាតែកន្លែងនេះការតតស្តាំរ៉ូត្រេសម៉ានីក៏ប្លុកបានពីខ្សែការពារគឺទេពហ្វីលីបលើកោងចូលមកខាងក្នុងនេះមួយក្បាលរបស់ស្រេងសុគីរកបានក្របបាល់ដំបងឲ្យកងយុទ្ធពលខេមរៈភូមិន្ទបាននាំមុខគឺ1-0ពីការលើកបានយ៉ាងល្អហើយក៏តែបានយ៉ាងស្អាតបញ្ចូលទីតែម្ដងទៅកន្លែងនេះពីមូនីសាហ្វេរិនបាទទៅខ្លួនឯងហើយក៏កាត់បាល់ចូលមកខាងក្នុងជួយបានបាទពីអ្នកចាំទីម៉ាត់ឡានីលើកកោងពីម៉ៅវិសិទ្ធក៏ជះមួយក្បាលរបស់ Valentine រកបានក្របបាល់ទី2ឲ្យកងយុទ្ធពលខេមរៈភូមិន្ទពីការបញ្ជូនបានយ៉ាងល្អរបស់ម៉ៅវិសិទ្ធហើយក៏តែបញ្ចប់ទីបានយ៉ាងស្អាតរបស់ Valentine កន្លែងនេះ Valentine បាទទាត់ឆ្វេងហើររំលងរបស់ទីកម្ពស់3ម៉ែត្រឯណោះបាទបន្ទាប់ពីមិនមានចំហនៃការទាត់បានត្រឹមត្រូវឱកាសកន្លែងនេះការស៊ីโซរបស់ Valentine បានយ៉ាងល្អបញ្ចប់ទីបានយ៉ាងស្អាតតែម្ដងក្របបាល់ទី2របស់គេគឺជាក្របបាល់ទី3ឲ្យបាទកងយុទ្ធពលខេមរៈភូមិន្ទគឺនាំមុខ3-0លោកអញ្ញាកណ្ដាលក៏ផ្លុំកញ្ចែបាទនៅក្នុងវគ្គទី1ចូលដល់វគ្គទី2បាទវគ្គទី2គឺមានមួយគ្រាប់កាត់ឡើងកន្លែងនេះមួយក្បាលរបស់អាស្វាត់សូរៀមបាទគឺតែចេញទៅខាងក្រៅឱកាសកន្លែងនេះរបស់អាស្វាត់សូរៀមបាទទះផ្លាជើងស្ដាំក៏មិនចំគោលដៅកន្លែងនេះការកាត់បាល់ចូលមកខាងក្នុងក៏ទះជើងស្ដាំរបស់លៀងពិសីក៏រកបានគ្រាប់បាល់ទី4ឲ្យកងយុទ្ធពលខេមរៈភូមិន្ទនាំមុខកំពង់ចាម4-0ឱកាសមានជាបន្តកន្លែងនេះបាទគឺកសៀមនីរ៉ូទីនឱកាសដំបូងរបស់គេបាទជាទាត់មិនចំគោលដៅនោះទេលោកកញ្ញាកណ្ដាលក៏ផ្លុំបញ្ចាយបញ្ចប់ការប្រកួតទាំងស្រុងតែម្ដងចូលរួមអបអរសាទរទៅដល់កងយុទ្ធពលខេមរៈភូមិន្ទដែល